ឯកឧត្តមពេងពោធនីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យផ្ទាល់លើទំហំខូចខាតផ្លូវខេត្តលេខ 383B នៅរសៀលថ្ងៃទី 6 ខែតុលា ឆ្នាំ 2025 ឯកឧត្តមពេងពោធនីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យផ្ទាល់លើទំហំខូចខាតផ្លូវខេត្តលេខ 383B ចាប់ពីភូមិតាំងស្នាយឃុំរកាដល់ភូមិមេះប្រចានឃុំមេះប្រចានស្រុកពីរាំងខេត្តព្រៃវែងដែលរងការខូចខាតដោយទឹកជំនន់ហូរបុកដាច់ជាច្រើនកន្លែងដោយសារស្ថានភាពទឹកទន្លេមេគង្គកើនឡើងខ្លាំងបណ្ដាលឲ្យប៉ះពាល់កំណត់ផ្លូវនេះក្រសួងបានកំពុងពិនិត្យនិងចាត់វិធានការជួសជុលកំណត់ផ្លូវនេះឲ្យបានឆាប់រហ័សសូមជម្រាបថាមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែងបានចេញសេចក្តីជូនដំណឹងចំពោះការផ្អាកចរាចរណ៍ទាំងស្រុងជាបណ្ដោះអាសន្ននាថ្ងៃទី 6 ខែតុលា ឆ្នាំ 2025 រហូតដល់ថ្ងៃដែលជូនដំណឹងសារជាថ្មី